ចាជំរាបសួរពុកម៉ែបងប្អូនចាខាងលើនេះគឺជាការបង្ហាញជូននៃសានចាដែលស្ថិតនៅឧទ្យានសួនសត្វភ្នំតាម៉ៅចាដែលខាងខ្ញុំបានទៅជួបផ្ទាល់ដោយបងប្អូនបានឃើញខាងលើនេះគឺជាសត្វពេលក៏ដូចជាសត្វកេងកងចាចំនួនសត្វជាច្រើនដែលនៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅខាងលើនេះក៏ប៉ុន្តែថ្ងៃដែលខ្ញុំបានទៅនេះគឺជាថ្ងៃពុធអញ្ចឹងទៅអាចជាមានជាចំនួនជាទេសចរច្រើនទេតែបើសិនជាថ្ងៃសៅរ៍ឬក៏ថ្ងៃអាទិត្យគឺអាចតែមានចំនួនភ្ញៀវទេសចរគាត់ទៅចាទស្សនាបានច្រើនក៏ដូចគ្នាជាលើកទី1សម្រាប់ខ្ញុំដែលបានទៅដល់ឧទ្យានសួនសត្វភ្នំតាម៉ៅបងប្អូនដោយសារតែខ្ញុំមិនដែលទៅសោះចាជាលើកទី1ហើយជាផ្នែកដែរដែលឃើញសត្វជាក់ស្ដែងចាផ្ទាល់ក្នុងផ្នែកហើយនេះដូចបងប្អូនបានស្គាល់អញ្ចឹងគឺចាជារំរៃឈ្មោះលំផាត់ចាលំផាត់គួរឲ្យស្រឡាញ់មែនតើដែលមានតែចរិតក្មេងនៅឡើយចាហើយនេះវិញគឺជាសត្វគេហៅថាចាតូចមកុដចានៅពេលដែលខ្ញុំទៅដល់នោះគឺមានការហូរកញ្ជ្រៀវចាគេទទួលស្វាគមន៍ខ្លាំងមែនតើតែមានតែពីរទេបងប្អូននៅក្នុងរូបនេះខាងលើចាគឺរត់ទៅលូតមកក៏មានការធ្វើសម្លេងចាហូរកញ្ជ្រៀវតែម្ដងចារត់ទៅរត់មកហើយគួរឲ្យតាក់ទាញមែនតើតាមពិតបើសិនជាពុកម៉ែបងប្អូនដែលឃើញគាត់ហើយគឺគួរឲ្យស្រឡាញ់មែនតើចាគឺតាមមើលយើងតែម្ដងបើសិនជាមានចំណីអីគឺគេដាក់អាហារគាត់ដែរចាគឺមិនមានការផ្ដល់ជាចំណីជូនទេចានៅក្នុងនោះក៏មានតូចមួយដែលការដើមជាហៀងចាគឺមិនរត់បានឆ្ងាយទេតែមើលទៅគឺនឹកសំឡេងចានឹកសំឡេងទូចមែនតើនេះគឺជាសត្វអកសមុទ្រចានៅក្នុងទ្រុងគឺមានជួនកាលទៅមាន1មាន2ចាមាន3មាន4តាមចំនួនជាក់ស្ដែងចឹងណាបងប្អូនចាយើងបន្តដំណើរចាខាងលើនេះគឺជាសត្វកង្កែវបងប្អូននឹងទេថាមួយណាញីមួយណាឈ្មោលដែរទៅណាចាហើយលំផាត់តើបងប្អូននឹងទេថាមួយណាញីមួយណាឈ្មោលចាយើងក៏លេចមកមើលជាមួយនឹងសត្វពស់វែកគេហៅថាដូចជាពស់វែករនាមបងប្អូនណាចាហើយក្នុងនេះគឺជាសត្វពស់ថ្លាន់ចាមានចំនួនច្រើនគួរសមដែរហើយមើលទៅគឺស្រាវចាស្រាវស្អឹងក្នុងមែនតែពុកម៉ែបងប្អូនធ្លាប់តែជាមនុស្សដែលខ្លាចពស់ហើយមិនដែលឃើញជាចំនួនពស់ធំហើយច្រើនចឹងទេនៅពេលដែលឃើញច្រើនហើយក្នុងទ្រង់ទៅមួយទៀតគឺស្រាវឆ្អឹងក្នុងមែនតែពុកម៉ែចានេះគឺយើងមកដល់ស្ទើរកន្លែងជាសត្វអាស័យបងប្អូននៅក្នុងទ្រង់មួយនេះគឺចម្រុះតែម្ដងចាគឺចាបន្តមើលជាមួយនឹងរូបភាពសន្លឹកណាបងប្អូនចាមានប្រើសមានឆ្លុះអីចឹងទៅបងប្អូនហើយនេះគឺរូបភាពផ្លេចៗដែលខ្ញុំបានថតចាអូយអៀនកាមេរ៉ាណាមិនចង់ឲ្យមើលទេចាសត្វខាងលើនេះគឺជាសត្វស្លាបដែលក្រាបពងនៅខាងលើហើយនេះគឺសត្វបង្គួរយាបងប្អូនចារូបរាងស្អាតមែនតើប៉ុន្តែខាងក្រៅធំណាស់ហើយនេះគឺសត្វជ្រូកព្រៃចានេះគឺសត្វកេងកងចាទីនេះគឺមណ្ឌលអភិរក្សបងប្អូនចាសត្វតាវគឺខ្ញុំបានថតផ្ទាល់ទេមានតែថតស្លាកសិនចានេះគឺសត្វខ្លាឃ្មុំចាបន្តទៀតគឺសត្វពស់ដែលយើងបានថតមុននឹងចានេះគឺពស់វែករនាមដែលបងប្អូនបានឃើញចានឹងដំរីចាមានដូចជានេះសត្វសេកបងប្អូនចានេះសត្វមួយណាទេសត្វស្លាបតែនៅក្នុងទ្រុងចាវីដេអូចុងក្រោយសត្វដែលខ្ញុំស្រឡាញ់ជាងគេគឺសត្វកេងកងណាបងប្អូនចាអញ្ចឹងជាវីដេអូចុងក្រោយក៏អរគុណសូមឲ្យបងប្អូនជួយឲ្យវីដេអូឲ្យខាងបងប្អូនផងដើម្បីបងប្អូនធ្វើជាវីដេអូបន្តទៀតអរគុណ